សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានជាមួយនឹងរឿង One Piece ដែលជាភាគបន្តយ៉ាងទៀតភាគហ្នឹងគឺជាភាគដែលខ្ញុំធ្វើឡើងសម្រាប់តែ episode ថ្មីៗដែលខាងក្រុមហ៊ុនគេហ្នឹងគឺបានបញ្ចេញមកតែប៉ុណ្ណោះក៏ដោយសារតែភាគបន្តទៀតដូចជាភាគទី2ហ្នឹងដែលខ្ញុំធ្វើ season ទី1vàទី1ហើយហ្នឹងគឺខ្ញុំអត់បានធ្វើទេដោយសារតែរឿងគេគឺចេញដល់ណារណីហើយបើមិនជាខ្ញុំនៅតែធ្វើអាភាគទី1ទី2ទៀតគឺការបានចប់សាច់រឿងគេទេអញ្ចឹងខ្ញុំក៏ប្រឡូមកកាន់ episode ទី11និង50ហ្មងទៅអញ្ចឹងចាប់ផ្ដើមទៅមកគឺយើងឃើញជាមួយនឹង Dr. Vegapunk ដែលគាត់កំពុងតែប្រកាសទៅកាន់ប្រជាជនថា Dr. Vegapunk នឹងប្រាប់ជាមួយនឹងរឿងដែលការរដ្ឋាភិបាលហ្នឹងគឺមិនអោយសិក្សាពីប្រវត្តិសាស្ត្រកាលពី800ឆ្នាំទៅ1000ឆ្នាំមុននឹងប្រាប់ពីអ្នកដែលមានឈ្មោះតកអក្សរ D អីចឹងទៅហើយអាខៃនូហ្នឹងគឺខឹងជាមួយនឹង Dr. V ខ្លាំងណាស់ដែលហ៊ាននៅជាមួយនឹងប្រវត្តិសាស្ត្រដែលគាត់នឹងគឺអត់ចង់ឲ្យ Dr. Vegapunk ហ្នឹងគឺសរសើរជាមួយនឹងប្រវត្តិសាស្ត្រដែលបាត់បង់នឹងនោះទេនៅពេលនោះដែរយើងក៏កាត់មកខាងជាមួយនឹង Rally ពេលនេះគាត់កំពុងតែគិតថាគឺ Dr. Vegapunk ហ្នឹងនៅពេលដែល Dr. Vegapunk ហ្នឹងបានប្រាប់ជាមួយនឹងប្រជាជនហ្នឹងគឺវាពិតជាពិបាកខ្លាំងមែនតើក៏ដោយសារតែគាត់ហ្នឹងគឺចង់ឲ្យក្មេងៗហ្នឹងគឺសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រដែលបាត់បង់ហ្នឹងដោយខ្លួនឯងចុះបើសិនជា Dr. Vegapunk ហ្នឹងប្រាប់អត់ទៅមានណាគេដឹងហើយភ្ញាក់ផ្អើលទៀតហើយយើងក៏បានកាត់មកខាងយកវិញនៅពេលនេះដែរយកក៏បានប្រាប់ទៅកាន់តាចាស់ទាំង5ថាគឺចងដែលចាក់បំពង់សម្លេងក្នុងការចាក់បញ្ជានឹងគឺនៅជាមួយនឹងមនុស្សយន្តដែលពេលនេះមនុស្សយន្តវាកំពុងតែដើរទៅដើម្បីរកជាមួយនឹង Joy Boy ដោយសារតែវានឹងគឺបានលើសម្លេងជាមួយនឹង Joy Boy នឹងហើយចំណែកឯតាចាស់ទាំង5ហ្នឹងគឺពួកគាត់នឹងកំពុងតែប្រយុទ្ធជាមួយនឹងសម្ព័ន្ធមិត្តរបស់ Luffy ហើយនៅពេលនោះដែរគឺយើងកាត់មកខាងជាមួយនឹងកោះ Rock Pirate ឯនេះវិញគឺពេលនោះកំពុងតែមានជាមួយនឹងចោះសមុទ្រជាច្រើនក៏បាននិយាយគ្នាថាបើសិនជាផែនដីនឹងត្រូវបានលិចដោយសារតែទឹកសមុទ្រនោះពួកគេនឹងទទួលបានជាមួយនឹងទ្រព្យសម្បត្តិជាច្រើនដោយសារតែនៅពេលដែលទឹកលិចហ្នឹងគឺនឹងមានទ្រព្យសម្បត្តិជាច្រើនអណ្ដែតមកហើយយើងកាត់មកខាងជាមួយនឹងក្រុមរើសអេតចាយគឺជាក្រុមរបស់ស្វានេះវិញពួកគេកំពុងតែនាំគ្នាក្នុងការជាមួយទៅជម្រៅទឹកដែលនៅក្រោមបាតសមុទ្រចំនួន200ម៉ែត្រក្នុងការស្វែងរកទ្រព្យសម្បត្តិផ្សេងៗហើយនៅពេលនោះដែរគឺកាប្បិតាន Smoker ហ្នឹងក៏បានសួរទៅកាន់ថាសនាថាតើនាងពេលនេះកំពុងនៅទីណាហើយនាងក៏បានប្រាប់ទៅកាន់កាប្បិតាន Smoker វិញថាគឺនាងគឺនៅជាមួយនឹងទាហានដែលនៅលើជើងទឹកឯណានៅពេលនេះរឿងក៏បានកាន់មកខាង Kobe វិញពេលនេះ Kobe គឺពួកគេគឺអសប្បាយចិត្តនោះទេដែលត្រូវឲ្យកាបនឹងត្រូវបានក្រុមចោរសមុទ្រ Rock Pirate នឹងគឺចាប់ពួកគេជាពិសេសគឺជាគ្រូរបស់ Kobe នឹងឯងដែលគាត់គឺជាកាបគឺជាតារបស់ Luffy ហើយត្រែកនៅពេលនោះគឺគាត់មិនទាន់ស្លាប់ដែរនោះទេដោយសារតែគាត់នឹងបានធ្វើសង្គ្រាមនៅវ៉ាណូនៅពេលនោះដែរសាច់រឿងក៏បានលេងមកកាន់ជាមួយនឹង Labo របស់ Dr. Vegapunk ហើយណាមីក៏បានបញ្ជាទៅកាន់ប្រុសថាប្រុសនឹងជួយមើលផ្លូវផងគីឡូមានកន្លែងណាដែលត្រូវខំបច្ចេកទេសហ្នឹងគឺប្រុសនឹងជួយកែកនតាមហ្នឹងទៅនៅពេលនោះដែរគឺអូសបក៏បាននិយាយថាពួកគេនឹងគឺអាចចេញដំណើរបាននៅពេលដែលពួកគេកំពុងតែមើលទៅផ្លូវខាងមុខហ្នឹងប្រុសក៏បាននិយាយផងដែរថាពេលនេះគឺភេសជ្ជៈកូឡាហ្នឹងគឺអាចបុកស្វីតជាមួយនឹងទុកសានីរបស់ពួកគេនឹងឲ្យហោះទៅមុខបានឆ្ងាយបានហើយនៅពេលនោះដែរគឺណាមីក៏បានតាក់ទងទៅកាន់តូរ៉ូហើយនឹងជីនបែផងដែរឲ្យពួកគេនឹងប្រញាប់ឲ្យឡើងក្នុងការធ្វើដំណើរមកកាន់ទុកសានីហើយនៅពេលនោះដែរគឺជីនបែក៏បានតាក់ទងទៅកាន់ណាមីវិញថាពេលនេះគឺពួកគាត់កំពុងតែធ្វើដំណើរទៅទុកសានីហើយប៉ុន្តែនៅពេលដែលពួកគេកំពុងតែរៀបចំធ្វើដំណើរទៅនោះក៏មានជាមួយនឹងតាជីរ៉ូដែលគាត់នឹងក៏បានមករារាំងពួកគេមិនឲ្យពួកគេទៅទុកសានីបានងាយៗនោះទេនៅពេលនោះដែរគឺជីនបែក៏បានបោះជាមួយនឹងតូរ៉ូក្នុងការទៅប្រយុទ្ធជាមួយនឹងតាណូជីរ៉ូនៅពេលគេបានប៉ះគ្នានោះគឺបានធ្វើឲ្យពួកគេនឹងគឺប៉ាំងរៀងៗខ្លួនហើយជីនបែក៏បានចាប់ជាមួយនឹងសូរ៉ូក្នុងការធ្វើដំណើរបន្តទៅមុខទៀតហើយនៅទុកសានីឯណែវិញគឺពួកគេនឹងក៏កំពុងតែត្រូវបានជាមួយនឹងការវាយប្រហារផងដែរហើយយើងកាត់មកកាន់ទូកសំពៅរបស់យក្សឯណេះវិញឯណេះក៏មានការវាយប្រហារពីរបស់កងម៉ារីនផងដែរហើយអេតឡាស់និងសាន់ជីគឺពួកគេនឹងកំពុងតែឈរមើលនិងធ្វើការវាយប្រហារផងដែរហើយយើងកាន់មកមើលជាមួយនឹងសំពៅរបស់ពួកយក្សពេលនោះយក្សដូរីនិងយក្សពួកគេកំពុងតែរៀបចំក្នុងការចេញដំណើរចេញពីកោះមួយនេះប៉ុន្តែក៏ត្រូវបានជាមួយនឹងកងម៉ារីនគឺមិនឲ្យពួកគេចេញយ៉ាងងាយៗនោះទេគឺពួកគេនៅតែធ្វើការវាយប្រហារទៅកាន់ក្រុមយក្សយ៉ាងធ្ងន់ធ្ងរហើយក្រុមយក្សក៏មិនព្រមចោះចាញ់ជាមួយនឹងពួកក្រុមម៉ារីននឹងទាំងអស់នេះផងដែរហើយក្រុមយក្សហ្នឹងគឺវាយផងគឺលេងសើចជាមួយនឹងក្រុមម៉ារីនផងដែរទូកសំពៅរបស់កងម៉ារីនក៏មកកាន់តែច្រើនទៅនៅពេលនោះក៏មានជាមួយនឹងអេមរ៉មម្នាក់ក៏បានប្រើប្រាស់ជាមួយនឹងកំដាប់ដៃរបស់នាងក្នុងការដើរជាមួយនឹងយក្សម្នាក់ធ្វើឲ្យវាហ្នឹងគឺសន្លប់
នៅពេលដែលឃើញបែបនេះគឺធ្វើឲ្យកងម្រាមទាហានជាតិគឺមានកម្លាំងចិត្តនិងក្រោកឈរដើម្បីតតាំងក្នុងការកម្ចាត់ជាមួយនឹងក្រុមចោរសមុទ្រយក្សទាំងអស់នេះបន្តទៀតហើយនៅពេលដដែលគឺយើងកាត់ទៅខាងលូហ្វីវិញគាត់កំពុងតែរត់គេចពីតាណូជីរ៉ូដោយតែតាណូជីរ៉ូនឹងកំពុងតែដេញតាមពីក្រោយគាត់ហើយនៅពេលដែលរត់នោះគឺពួកគេនឹងក៏បានឃើញតាណូជីរ៉ូនឹងដេញតាមគាត់ទៀតនោះទេក៏ធ្វើឲ្យជាក់ដូរីនឹងក៏មានអារម្មណ៍ថាសប្បាយចិត្តខ្លះៗដែរដោយសារតែពេលនេះគឺពួកគាត់នឹងគឺបានគេចផុតពីគ្រោះថ្នាក់មួយផ្លែតហើយយ៉ាងកាន់បង្ខានតាចាស់នេះវិញពេលនេះគឺវាកំពុងតែហុំព័ទ្ធជាមួយនឹងមនុស្សយន្តមនុស្សឯងដែលគេចង់កំពុងសលែងដែលស្ថិតនៅក្នុងមនុស្សយន្តនោះកំពុងតែចាក់ផ្សាយជាមួយនឹងដុកទ័រវេកផាំងដែលគាត់កំពុងតែផ្សាយជូនប្រាប់ទៅកាន់ជាជនទាំងអស់គ្នាអំពីតកោដែលមានអ្នកតកោអក្សរ D ហើយយើងក៏បានឃើញជាមួយនឹងសាបូព្រមទាំងអ្នកដទៃទៀតដែលកំពុងតែរងចាប់ស្ដាប់ជាមួយនឹងអ្នកដែលមានតកោអក្សរ D មានដូចជា Kobe Blackbeard កាពីតេនអីហ្នឹងគឺពួកគេដែលមានអ្នកដែលមានតកោអក្សរ D ហ្នឹងគឺវាច្រើនគឺពួកគេកំពុងតែអង្គុយស្ដាប់ហើយនៅពេលនោះដែរគឺតាជ្រូកព្រៃហ្នឹងក៏បានហត់ទៅចូលជាមួយនឹងមនុស្សយន្តហ្នឹងឲ្យធ្លាក់ទៅក្នុងដីសំទោសគឺធ្លាក់ទៅក្នុងទឹកធ្វើឲ្យវាហ្នឹងគឺខូចបាត់ទៅហើយការស្ដាប់ជាមួយនឹងអ្នកដែលមានឈ្មោះតកោអក្សរ D ហ្នឹងគឺបានត្រូវបានបិទចោលនៅត្រឹមនេះដោយសារតែខ្យងសេវាហ្នឹងគឺវាមិនអាចផ្ដល់សេវាបានទៀតនោះទេហើយនៅពេលដែលមនុស្សយន្តនឹងធ្លាក់ទៅទឹកវាក៏បានសេកសួរចុចបយថាតើចុចបយឯងនៅឯណាព្រោះថាយើងនឹងគឺបានឮជាមួយនឹងសម្លេងរបស់ឯងដូច្នេះហើយរឿង One Piece ដែលជាអេពីសូត11:50ហ្នឹងក៏បានមកដល់ទីបញ្ចប់អ្នកគ្នាអាចចាំទស្សនានៅសប្តាហ៍ក្រោយបន្តទៀតបើមិនជាអត់មានទេគឺគេនឹងគឺអត់ចាញ់នោះទេអញ្ចឹងអរគុណសម្រាប់ការទស្សនាបាទ